បណ្ដាសាសនាពីនាងមារាក្នុងជាតិមុនបានធ្វើឲ្យព្រះសុទ្ធនត្រូវតែចូលព្រៃជំនះគ្រោះថ្នាក់ទាំងឡាយដើម្បីបានស្នេហ៍ពីនាងកែវមនោរាក្នុងជាតិនេះតើដំណើរផ្សងព្រេងក្នុងព្រៃហមពានដ៏អាថ៌កំបាំងរបស់ព្រះសុទ្ធននឹងទៅជាយ៉ាងណាតើព្រាហ្មណ៍បុណ្យនឹងអាចជួយដោះស្រាយនៅរឿងរ៉ាវដ៏ច្របូកច្របល់នេះបានដែរឬទេតើស្នេហារវាងមនុស្សនិងកណរីនឹងបញ្ចប់ទៅដោយរបៀបណាតើនឹងមានរឿងរ៉ាវអ្វីខ្លះកំពុងរងចាំពួកគេសូមអញ្ជើញទស្សនាទាំងអស់គ្នានៅរឿងព្រះសុទ្ធននាងកែវមនោរាសូមជួយចុច Subscribe ដើម្បីលើកទឹកចិត្តនាងខ្ញុំផលិតវីដេអូថ្មីៗបន្តកាលពីអតីតកាលក្នុងជាតិមុននាងទាំង12និងព្រះអង្គរតសេនបានរត់គេចចេញពីនគរយក្សហើយបានបោះបង់នាងមារាចោលនៅមាត់សមុទ្រភ្លើងដើម្បីទៅបំពេញបេសកកម្មជួយម្ដាយនិងមីង11នាក់របស់ព្រះអង្គក្រោយពីជួយសង្គ្រោះគ្រប់គ្នាបានសម្រេចហើយព្រះរតសេនក៏ប្រញាប់ទៅជួបនាងមារាភ្លាមប៉ុន្តែវាហួសពេលទៅហើយនាងមារាដែលខកចិត្តនៅក្នុងស្នេហាបានសោយទុក្ខរហូតដល់ស្លាប់យ៉ាងគួរឲ្យសោកស្ដាយប៉ុន្តែមុនពេលដែលនាងអស់ដង្ហើមនាងមារាបានអធិដ្ឋានក្នុងដង្ហើមចុងក្រោយថាជាតិនេះនាងត្រូវតែជំនះឧបសគ្គទាំងឡាយដើម្បីតាមរកព្រះអង្គរតសេនប៉ុន្តែបែរជាត្រូវគេបោះបង់ចោលយ៉ាងងាយស្រួលដូច្នេះបើមានជាតិក្រោយសូមឲ្យព្រះរតសេនខ្លាចទៅជាអ្នកដែលជួបប្រទះនឹងការលំបាកតាមមករកនាងវិញម្ដងដោយសារកម្លាំងនៃការអធិដ្ឋាននេះព្រមលិខិតក៏នាំឲ្យអ្នកទាំងពីរត្រូវមកចាប់កំណត់ជាថ្មីនិងស្រឡាញ់គ្នាម្ដងទៀតនៅនគរឧត្តរបញ្ចាព្រះរតសេនបានចាប់កំណត់ជាព្រះរាជបុត្ររបស់ព្រះអង្គអាទិត្យវង្សានិងព្រះនាងចន្ទ្រាទេវីមានព្រះនាមថាព្រះសុទ្ធនបានទទួលការចិញ្ចឹមបីបាច់យ៉ាងល្អរហូតដល់ធំពេញវ័យជាកម្លាស់រូបស្អាតនិងពូកែខាងបាញ់ធ្នូយ៉ាងខ្លាំងនគរឧត្តរបញ្ចាត្រូវហុំព័ទ្ធដោយធម្មជាតិដ៏សម្បូរបែបនៅទិសខាងកើតនៃនគរមានស្រះទឹកថ្លាឆ្វេងមួយកន្លែងដែលជាមាត់រណ្ដៅតភ្ជាប់ទៅកាន់នគរទុសបុរីរបស់ព្រះអង្គចម្ពូចិត្តនាគរាជព្រះអង្គចម្ពូចិត្តក៏ចូលចិត្តឡើងមកសម្រាប់លំហែកាយនៅស្រះទឹកនេះជាញឹកញាប់ហេតុនេះហើយទើបព្រះអង្គតែងតែជួយបណ្ដាទឹកនិងធម្មជាតិនៃនគរឧត្តរបញ្ចាឲ្យមានជីវជាតិជានិច្ចប្រជាជននៅនគរឧត្តរបញ្ចាក៏បានដឹងរឿងរ៉ាវនេះយ៉ាងច្បាស់ពួកគេគោរពបូជានាគរាជយ៉ាងខ្លាំងហើយតែងតែរៀបចំពិធីបួងសួងថ្វាយដល់ព្រះអង្គចម្ពូចិត្តជារៀងរាល់ឆ្នាំប៉ុន្តែនៅឯទិសខាងលិចមិនឆ្ងាយប៉ុន្មានពីភាពដ៏សម្បូរបែបនៃនគរឧត្តរបញ្ចាប៉ុន្មានទេគឺជាទីតាំងនៃមហានគរបញ្ចលាទោះបីជានៅមិនឆ្ងាយពីគ្នាប៉ុន្មានក៏ដោយនគរមហាបញ្ចលាបែរជាមានទឹកដ៏ស្ងួតហែងស្រូវអង្ករថ្លៃប្រជាជនត្រូវប្រឈមនឹងវិបត្តិខ្វះខាតអាហារជានិច្ចចំណែកស្ដេចនៃនគរគឺព្រះអង្គនន្ទរាជវិញមិនបានដឹងពីការលំបាករបស់ប្រជាជនឡើយព្រោះត្រូវពួកសេនាអាមាត្យក្បត់បើកបញ្ឆោតតែងតែសរសើរលើកដង្កើងនិងលាក់បាំងនៃសេចក្តីពិតប្រាកដនៃពិភពខាងក្រៅទុករហូតដល់ថ្ងៃមួយព្រះអង្គនន្ទរាជមានឱកាសគង់នៅលើរាជរដ្ឋចេញទៅទស្សនាក្រុងហើយក៏បានឃើញថាប្រជាជននៅក្នុងនគរសល់តែបន្តិចបន្តួចប៉ុណ្ណោះដោយសារតែផ្ទះស្កាត់ជ្រងំគ្មានមនុស្សរស់នៅព្រះអង្គនន្ទរាជក៏ហៅពួកសេនាអាមាត្យមកសួរនាំទើបដឹងការពិតថាប្រជាជនរបស់ព្រះអង្គបានរត់គេចទៅនគរឧត្តរបញ្ចាអស់ហើយព្រោះនៅនគរនោះមានព្រះអង្គចម្ពូចិត្តជួយបណ្ដាភ្លៀងឲ្យផែនដីមានជីវជាតិជានិច្ចពេលព្រះអង្គនន្ទរាជបានលើដូច្នេះក៏ខឹងនឹងព្រះអង្គចម្ពូចិត្តយ៉ាងខ្លាំងដែលព្រះអង្គមិនមកជួយនគររបស់ខ្លួនផងព្រះអង្គនន្ទរាជក៏ប្រកាសរកអ្នកមានមន្តវិជ្ជាឲ្យទៅសម្លាប់ព្រះអង្គចម្ពូចិត្តអ្នកណាធ្វើបានព្រះអង្គនឹងប្រទានរង្វាន់យ៉ាងធំមិនយូរប៉ុន្មានក៏មានព្រាហ្មណ៍ចាស់ពូកែម្នាក់មកទទួលអាសាធ្វើកិច្ចការនេះព្រាហ្មណ៍ចាស់បានធ្វើដំណើរទៅកាន់ស្រះទឹកនៃនគរឧត្តរបញ្ចាភ្លាមពេលទៅដល់ក៏រៀបចំពិធីសូត្រមន្តដាក់ស្រះទឹកដែលថ្លាឆ្វេងនោះឲ្យប្រែក្លាយទៅជាល្អកកមានខ្យល់ព្យុះបក់រលកទឹកក្នុងស្រះក៏ផ្អើលធ្វើឲ្យត្រីងាប់រាយប៉ាយពេញស្រះហើយសម្លេងសូត្រមន្តនេះបានធ្វើឲ្យព្រះអង្គចម្ពូចិត្តឈឺចាប់វេទនាយ៉ាងខ្លាំងពេលអ្នកក្រិចបានផ្ចង់ចិត្តមើលក៏ដឹងព្រាហ្មណ៍ថាព្រាហ្មណ៍ចាស់នេះកំពុងប៉ុនប៉ងធ្វើបាបព្រះអង្គក៏ព្យាយាមអត់ធ្មត់ទុកពេលព្រាហ្មណ៍ចាស់ធ្វើពិធីជុំទីមួយចប់ហើយគាត់នៅតែមិនព្រមឈប់អ្នកទាំងអស់គ្នាប្រញាប់ទៅរកគ្រឿងឧបភោគបរិភោគមករៀបចំពិធីជុំទី2ទៀតព្រះអង្គចម្ពូចិត្តក៏ឆ្លៀតឱកាសនេះឡើងមកលើគោកដោយខ្លែងខ្លួនជាព្រាហ្មណ៍កំឡះមកអង្គុយគិតរកពិធីដោះស្រាយខណៈពេលដែលព្រះអង្គចម្ពូចិត្តកំពុងអង្គុយតាមតាំងអារម្មណ៍នៅក្រោមដើមឈើនោះព្រានម្នាក់ឈ្មោះព្រានបុនក៏ដើរកាត់មកដល់ល្មមព្រះអង្គចម្ពូចិត្តក៏គិតថានឹងឲ្យព្រាហ្មណ៍បុននេះជួយព្រះអង្គក៏ប្រញាប់ចូលទៅសួរសុខទុក្ខនិងអញ្ជើញព្រាហ្មណ៍បុនមកអង្គុយសន្ទនាជាមួយគ្នាព្រមទាំងរៀបរាប់រឿងរ៉ាវព្រាហ្មណ៍ចាស់ដែលមកធ្វើឲ្យទឹកក្នុងស្រះរបស់នាគរាជល្អកកពេលព្រានបុនបានឮដូច្នេះក៏ខឹងយ៉ាងខ្លាំងព្រោះគាត់ជាមនុស្សម្នាក់ដែលស្មោះត្រង់នឹងព្រះអង្គចម្ពូចិត្តព្រោះព្រះអង្គចម្ពូចិត្តជាអ្នកមានគុណចំពោះនគរហើយគាត់ក៏ព្រមប្រយុទ្ធរហូតដល់ស្លាប់ប្រសិនបើមាននរណាម្នាក់
មកធ្វើបាបអ្នកមានគុណរបស់គាត់លើដូច្នេះព្រះអង្គចំពោះចិត្តត្រេកអរយ៉ាងខ្លាំងហើយក៏សម្រេចព្រះតីប្រាប់សេចក្តីពិតថាព្រះអង្គនេះហើយគឺព្រះនាមចំពោះចិត្តព្រមទាំងសូមជំនួយពីព្រានបុណ្យឲ្យទៅចាប់ព្រាហ្មណ៍ចាស់មកដកអាគមខ្មៅចេញពីស្រះផងព្រានបុណ្យក៏យល់ព្រមភ្លាមដែលមិនស្ទាក់ស្ទើរប្រញាប់ធ្វើដំណើរទៅកាន់ស្រះទឹកហើយលួចមើលព្រាហ្មណ៍ចាស់នៅក្នុងរូងស្មៅខណៈដែលព្រាហ្មណ៍ចាស់កំពុងរៀបចំពិធីសូត្រមន្តបណ្ដាលឲ្យមានផ្សែងខ្មៅហោះចេញពីស្រះទឹកដែលអកកព្រានបុណ្យក៏បាញ់ធ្នូត្រូវដៃរបស់ព្រាហ្មណ៍ចាស់រហូតដល់របួសរួចក៏ប្រញាប់ចូលទៅចាប់ក្បាលព្រាហ្មណ៍ចាស់គំរាមឲ្យគាត់ដកអាគមអាក្រក់ចេញទៅវិញភ្លាមព្រាហ្មណ៍ចាស់ដែលចាញ់កម្លាំងក៏គ្មានផ្លូវតស៊ូហើយក៏ព្រមដកមន្តអាគមអាក្រក់និងប្រគល់ស្រះទឹកដែលថ្លាឆ្វេងឲ្យទៅអ្នកក្រិចវិញពេលស្រះទឹកត្រឡប់មកថ្លាឆ្វេងវិញព្រានបុណ្យនៅតែមិនបាត់កំហឹងក៏សម្លាប់ព្រាហ្មណ៍ចាស់ចោលពេលព្រះអង្គចំពោះចិត្តដឹងថាព្រានបុណ្យកំចាត់ព្រាហ្មណ៍ចាស់បានហើយព្រះអង្គក៏ប្រញាប់មកថ្លែងអំណរអគុណនិងសូមទោសស្នងគុណដោយនាំព្រាហ្មណ៍បុណ្យទៅរស់នៅក្នុងនគរទសបុរីឲ្យគាត់រស់នៅយ៉ាងសុខស្រួលមានទាំងអ្នកបម្រើនិងអាហារបរិភោគមិនខ្វះព្រាហ្មណ៍បុណ្យក៏បានរស់នៅក្នុងនគរទសបុរីយ៉ាងមានសុភមង្គលប៉ុន្តែមិនយូរប៉ុន្មានទេពេលព្រាហ្មណ៍បុណ្យនឹកដល់កូនប្រពន្ធគាត់ក៏សូមក្រាបបង្គំលាត្រឡប់ទៅផ្ទះវិញព្រះអង្គចំពោះចិត្តក៏នាំគាត់ត្រឡប់ឡើងមកលើគោវិញហើយប្រទានកែវចិញ្ចៀនមាសប្រាក់ជារង្វាន់មួយថង់ព្រមទាំងប្រទានកែវវិសេសដែលអាចហៅព្រះអង្គបានគ្រប់ពេលវេលាចាប់ពីពេលនោះមកព្រាហ្មណ៍បុណ្យក៏ត្រឡប់ទៅរស់នៅផ្ទះដូចដើមវិញប៉ុន្តែគាត់នៅតែចេញដំណើរចូលព្រៃតាមរបៀបជាព្រានព្រៃរហូតដល់ថ្ងៃមួយទេវតាបានបណ្ដាលចិត្តឲ្យព្រានបុណ្យពង្វែងចូលទៅក្នុងព្រៃហមពៀនព្រៃអែតកំបាំងដែលមានរុក្ខជាតិស្រស់ស្អាតនិងប្លែកភ្នែកជាច្រើនពេលព្រានបុណ្យចាប់ផ្ដើមដឹងខ្លួនថាខ្លួនឯងវង្វេងចូលទៅក្នុងព្រៃដែលមិនស្គាល់គាត់ក៏ព្យាយាមដើរកាត់រឹកផ្លូវចេញរហូតដល់ជួបនឹងស្រះអនត្តៈនៅតំបន់ដែលមានទឹកធ្លាក់4ខ្សែហូរមកជួបគ្នាយ៉ាងស្រស់ស្អាតនៅទីនោះព្រានបុណ្យភ្ញាក់ផ្អើលពេលឃើញនាងកណរីទាំង7នាក់ហោះចូលមកស្រះអនត្តៈដោះស្លាបដោះកន្ទុយនាំគ្នាលេងទឹកយ៉ាងសប្បាយព្រានបុណ្យមិនអាចដកភ្នែកពីពួកនាងបានសោះគាត់មិនដែលឃើញនារីណាស្អាតដល់ម្លឹងពីមុនមកទេព្រានបុណ្យបានត្រឹមតែលួចមើលបែបនេះរហូតដល់ពួកកណរីពាក់ស្លាបហើយហោះត្រឡប់ទៅលើមេឃវិញគាត់ក៏ព្យាយាមតាមពួកនាងទៅប៉ុន្តែមិនបានសម្រេចព្រានបុណ្យដើរវង្វេងបន្តទៅមុខរហូតដល់ជួបនឹងឥសីកសបៈក៏ចូលទៅថ្វាយបង្គំដោយគោរពហើយរៀបរាប់រឿងកណរីដែលខ្លួនបានជួបប្រទះប្រាប់ឥសីឲ្យជ្រាបឥសីក៏ប្រាប់ព្រានបុណ្យថានាងកណរីទាំង7នាក់នោះសុទ្ធសឹងតែជាកូនស្រីរបស់ព្រះអង្គបទុមរាជនិងព្រះនាងកែវកេសនីអ្នកគ្រប់គ្រងនគរកេណោនៅជើងភ្នំកៃឡាសរាល់យប់ពេញបរមីពួកនាងតែងតែហោះមកលេងទឹកនៅស្រះអនន្តៈជាប្រចាំពេលព្រានបុណ្យបានឮដូច្នេះក៏សួរទៅឥសីថាចុះបើចង់ចាប់កណរីត្រូវធ្វើដូចម្តេចព្រោះគាត់ចង់ចាប់យកទៅថ្វាយព្រះសុធនជាព្រះរាជបុត្រនៃនគរឧត្តរបញ្ចាឥសីក៏ប្រាប់ថាបើចង់ចាប់កណរីត្រូវតែមាននាគបាសរបស់នាគរាជទើបចាប់បានពេលព្រានបុណ្យបានឮដូច្នេះក៏នឹកដល់ព្រះអង្គចំពោះចិត្តភ្លាមគាត់ប្រញាប់ក្រាបបង្គំលាព្រះឥសីឲ្យព្រះអង្គប្រាប់ផ្លូវត្រឡប់ទៅផ្ទះវិញរួចក៏ធ្វើដំណើរចេញពីព្រៃទៅកាន់ស្រះទឹកនៃនគរឧត្តរបញ្ចាភ្លាមពេលទៅដល់ព្រានបុណ្យក៏យកទៅកែវវិសេសរបស់នាគរាជចេញមករួចក៏នឹកដល់ព្រះអង្គចំពោះចិត្តមិនយូរប៉ុន្មានព្រះអង្គចំពោះចិត្តក៏លេចព្រះកាយឡើងមកពីក្នុងស្រះព្រមទាំងមានព្រះបន្ទូលថានឹងជួយគ្រប់យ៉ាងតាមសំណូមពររបស់ព្រានបុណ្យក៏ទូលសុំនាគបាសពីព្រះអង្គចំពោះចិត្តដែលជាវត្ថុសំខាន់ជាឧបករណ៍ដែលជួយការពារកុំឲ្យនាគរាជត្រូវគ្រុឌចាប់ទីធ្វើឲ្យព្រះអង្គចំពោះចិត្តគិតយ៉ាងខ្លាំងនិងស្ទះស្ទើរថាតើគួរប្រគល់ឲ្យព្រានបុណ្យឬអត់ប៉ុន្តែពេលនឹកដល់គុណព្រានបុណ្យហើយព្រះអង្គចំពោះចិត្តក៏យកព្រមប្រគល់ឲ្យប៉ុន្តែផ្ដាំព្រានបុណ្យថាហាមប្រគល់វាឲ្យទៅអ្នកណាផ្សេងជាដាច់ខាតព្រានបុណ្យទទួលបាននាគបាសហើយក៏សប្បាយចិត្តយ៉ាងខ្លាំងរួចប្រញាប់ធ្វើដំណើរចូលទៅក្នុងព្រៃហមពៀនភ្លាមរៀបចំពួនស្ទាក់នៅក្បែរស្រះអនត្តៈរងចាំថ្ងៃដែលចាប់កណរីត្រឡប់ទៅនគរវិញឯនាងកណរីទាំង7នាក់នៅនគរកណោឯណោះក៏រាប់ថ្ងៃរងចាំពេលដែលនឹងបានមកលេងទឹកនៅស្រះអនត្តម្ដងទៀតដូចគ្នារហូតដល់យប់មុនថ្ងៃពេញបរមីមកដល់នាងកែវកេសនីក៏យល់សប្តិអាក្រក់ទើបឲ្យហារាទុទាយហើយក៏ដឹងថាមនោរាគឺកូនស្រីពៅរបស់នាងកំពុងមានគ្រោះថ្នាក់និងត្រូវប្រត់ប្រាស់ពីផ្ទះសម្បែងនគរភូមិកំណើតអាចនឹងកើតឡើងនៅក្នុងពេលនេះមិនគួរឲ្យព្រះធីតាទាំង7ព្រះអង្គចេញទៅណាដាច់ខាតក្រោយពីបានស្ដាប់ពាក្យទូន្មានពីហារាហើយនាងកែវកេសនីក៏ប្រញាប់ទៅសន្ទនាជាមួយនឹងកូនស្រីទាំងអស់ថាលើកនេះកុំចេញទៅលេងទឹកនៅពេលយប់ពេញបរមីជាដាច់ខាតព្រមទាំងឲ្យអ្នកបម្រើលួចយកស្លាបនិងកន្ទុយរបស់មនោរាកូនពៅទៅលាក់ទុករហូតដល់ថ្ងៃពេញបរមីមកដល់កណរីទាំង7នាក់មិនស្ដាប់បង្គាប់ម្ដាយសោះពួកនាងរៀបចំខ្លួនហោះទៅលេងស្រះអនត្តៈទាំងព្រឹកប៉ុន្តែមនោរាបែរជារកស្លាបនិងកន្ទុយមិនឃើញបងស្រីក៏ព្យាយាមជួយរកគ្រប់ជ្រុងជ្រោយទៅចាប់កំហុសអ្នកបម្រើ
រាដែលលួចយកស្លាបនិងកន្ទុយលាក់ទុកធ្វើឲ្យទីបំផុតអ្នកបម្រើព្រមប្រគល់ស្លាបនិងកន្ទុយមកវិញព្រោះខ្លាចត្រូវទទួលទោសបានស្លាបនិងកន្ទុយហើយមនោរាក៏ហោះតាមបងទៅស្រះអនាតៈពួកកណរីទាំង7នាក់លេងទឹកយ៉ាងសប្បាយដោយសពដងប៉ុន្តែខណៈពេលដែលកំពុងត្រឡប់ទៅផ្ទះវិញមនោរាដែលលេងទឹកភ្លេចខ្លួនក៏ឡើងពីស្រះយឺតជាងបងភ្លាមនោះនាគបាសក៏ហែមករឹតជើងរបស់នាងយ៉ាងជាប់រហូតដល់ឈឺចាប់ពេញមួយតួខ្លួននាងព្យាយាមស្រែកហៅបងឲ្យចុះមកជួយប៉ុន្តែពេលបងស្រីទាំងអស់បានឃើញនាគបាសរបស់នាគរាជក៏ភ័យខ្លាចយ៉ាងខ្លាំងប្រញាប់ពាក់ស្លាបហោះរត់ឡើងទៅលើអាកាសភ្លាមពេលព្រានបនចេញពីកន្លែងពួនស្ទាក់គាត់ក៏ចាប់យកស្លាបនិងកន្ទុយរបស់មនោរាទុកព្រមទាំងគំរាមឲ្យមនោរាព្រមតាមទៅជាមួយគាត់បើមិនដូច្នោះទេនាគបាសរត់កាន់តែខ្លាំងមនោរាគ្មានជំរឿសទេត្រូវតែយកព្រមតាមព្រានបនទៅព្រានបនក៏ព្រមដោះនាគបាសចេញពីជើងរួចក៏សែងស្លាបនិងកន្ទុយកណរីនាំមកមនោរាកាត់ព្រៃភ្នំនាងមនោរាក៏ដើរតាមទាំងទឹកភ្នែកប៉ុន្តែបានសាកខ្សែកកែវនៅលើមែកឈើសង្ឃឹមថាឪពុកម្ដាយរបស់នាងនឹងចាញ់តាមមករកនាងឯបងស្រីទាំង6នាក់របស់មនោរាក្រោយពីរត់ត្រឡប់ទៅនគរកណោហើយពួកនាងក៏ប្រញាប់យករឿងនេះទៅប្រាប់ឪពុកម្ដាយឲ្យបានដឹងគ្រប់គ្នាមានការភ្ញាក់ផ្អើលនិងសោកសៅយ៉ាងខ្លាំងប្រញាប់ប្រមូលកងទ័ពកណរីចេញទៅតាមរកមនោរាភ្លាមប៉ុន្តែទោះបីជាខំរកយ៉ាងណាក៏ដោយក៏រកមិនឃើញដែរឃើញតែខ្សែកដែលមនោរាបន្សល់ទុកប៉ុន្តែវាមិនបានជួយអ្វីសោះពួកគេក៏ហោះត្រឡប់ទៅនគរវិញហើយរងចាំឲ្យជោគវាសនានាំមនោរាត្រឡប់មកនគរវិញដោយខ្លួនឯងឯព្រានបនដែលកំពុងនាំមនោរាដើរកាត់ព្រៃនោះបានវង្វេងផ្លូវពួកគេក៏បានជួបនឹងព្រះឥសីកសបៈម្ដងទៀតព្រានបនក៏ក្រាបថ្វាយបង្គំដោយសពដងឯឥសីកសបៈក៏ឆ្លៀតឱកាសនេះសូមសន្ទនាជាមួយនឹងមនោរាតែម្នាក់ឯងឥសីលួងលោមមនោរាឲ្យបាត់ទុកសោកហើយប្រាប់នាងថានេះគឺជាជោគវាសនារបស់នាងដែលនឹងនាំនាងទៅជួបគូព្រេងរបស់នាងមនោរាក៏ទទួលយកពាក្យឥសីប៉ុន្តែនៅតែសោកសៅមិនបាត់ក្រោយពេលលាតាឥសីហើយព្រានបនក៏នាំមនោរាដើរចេញពីព្រៃហឹមពីបន្តទៅមុខទៀតឯព្រះសទ្ធនដែលនៅនគរឧត្តរបញ្ចាថ្ងៃនេះព្រះអង្គក៏មានអារម្មណ៍ថាក្តៅក្រហាយក្នុងព្រះទ័យខុសធម្មតាទើបសូមរៀបក្បួនធ្វើដំណើរចូលទៅទស្សនាធម្មជាតិរហូតដល់បានជួបនឹងព្រានបននិងមនោរានៅកណ្ដាលព្រៃភ្លាមពេលព្រះសទ្ធននិងមនោរាបានជួបគ្នាអ្នកទាំងពីរក៏មានចិត្តប្រតិព័ទ្ធនឹងគ្នាតាំងពីដំបូងមកម្ល៉េះព្រោះជាគូព្រេងនឹងគ្នាតាំងពីអតីតជាតិព្រានបនក៏ប្រញាប់ចូលទៅគាល់ព្រមទាំងប្រគល់មនោរាថ្វាយព្រះសទ្ធនដោយបំណងប្រកាសណាស់ព្រះសទ្ធនសប្បាយព្រះទ័យយ៉ាងខ្លាំងហើយប្រញាប់នាំអ្នកទាំងពីរត្រឡប់ទៅជំរំរបស់ព្រះអង្គវិញរួចក៏ប្រទានកែវចិញ្ចៀនមាសប្រាក់ដល់ព្រានបនជាច្រើនដើម្បីតបស្នងព្រានបនក៏ប្រគល់ស្លាបនិងកន្ទុយរបស់មនោរាថ្វាយព្រះសទ្ធនរួចក៏លាត្រឡប់ទៅផ្ទះវិញឯព្រះសទ្ធនក៏មិនស្ទះស្ទើរនៅក្នុងការប្រគល់ស្លាបនិងកន្ទុយដែលជារបស់សំខាន់ត្រឡប់ទៅឲ្យមនោរាវិញធ្វើឲ្យមនោរាសប្បាយចិត្តយ៉ាងខ្លាំងដែលបានរួចផុតពីព្រានបនហើយក៏បានស្លាបនិងកន្ទុយមកវិញដែរនាងមានបំណងហៅត្រឡប់ទៅនគរកណោភ្លាមប៉ុន្តែព្រះសទ្ធនព្យាយាមលួងលោមនិងអង្វរនាងឲ្យនៅជាមួយគ្នាបន្តធ្វើឲ្យមនោរាទន់ចិត្តសម្រាប់ចិត្តនៅជាមួយនឹងបុរសជាទីស្រឡាញ់បន្តទៀតរហូតដល់ព្រឹកឡើងព្រះសទ្ធនក៏រៀបក្បួននាំមនោរាចូលទៅព្រះនគរយ៉ាងអធិកធមនិងស័ក្តិសមបំផុតព្រមទាំងប្រកាសសូមមនោរារៀបអភិសេកនៅចំពោះមុខព្រះអង្គអាទិត្យវង្សានិងព្រះនាងចន្ទ្រាទេវីភ្លាមពិធីអភិសេករវាងព្រះសទ្ធននិងមនោរាក៏ត្រូវបានរៀបចំឡើងយ៉ាងអធិកធមសប្បាយរីករាយគ្រប់គ្នាមនោរាក៏បានរស់នៅនគរមនុស្សយ៉ាងមានសុភមង្គលជួយព្រះសទ្ធនគ្រប់គ្រងកិច្ចការនគរយ៉ាងពេញទំហឹងសម្រាប់បន្ទុករបស់ព្រះអង្គអាទិត្យវង្សានិងព្រះនាងចន្ទ្រាទេវីបានយ៉ាងច្រើនធ្វើឲ្យមនោរាខ្លាចជាទីស្រឡាញ់របស់អ្នកគ្រប់គ្នានៅក្នុងនគរយ៉ាងឆាប់រហ័សប៉ុន្តែក្រោយមកមិនយូរប៉ុន្មានទេរឿងរ៉ាវដ៏ច្របូកច្របល់ក៏បានកើតឡើងព្រោះព្រះសទ្ធនធ្លាប់សន្យានឹងព្រាហ្មណ៍ស្និទ្ធស្នាលម្នាក់ថានឹងប្រគល់តំណែងព្រាហ្មណ៍បុរាហិតឲ្យនៅពេលឡើងសោយរាជ្យនាពេលអនាគតរឿងនេះបានធ្វើឲ្យព្រាហ្មណ៍បុរាហិតបច្ចុប្បន្នមិនសប្បាយចិត្តយ៉ាងខ្លាំងព្រោះតាមទំនៀមទម្លាប់ពីបុរាណមកតំណែងនេះគួរតែប្រគល់ឲ្យកូនប្រុសរបស់គាត់ទៅវិញទេដោយហេតុថាព្រាហ្មណ៍ចាស់និងកូនប្រុសគឺគិតតែធ្វើបាបព្រះសទ្ធនតែងតែញុះញង់ព្រះអង្គអាទិត្យវង្សាជានិច្ចថាព្រះសទ្ធនព្យាយាមផ្ដួលរលំរាជបល្ល័ង្ករបស់ព្រះអង្គប៉ុន្តែព្រះអង្គអាទិត្យវង្សាមិនមែនជាមនុស្សដែលជឿតាមគេងាយៗនោះទេរហូតដល់ថ្ងៃមួយនគរមហាបញ្ចលាក៏បានលើកទ័ពមកឡើងព័ទ្ធជញ្ជាំងក្រុងនៃនគរព្រះអង្គព្រោះព្រះអង្គនន្ទរាជដែលកំចាត់ចម្ពោះចិត្តមិនបានក៏មានគម្រោងលើកទ័ពមកវាយប្រហារនិងដណ្ដើមយកនគរដែលមានជីវជាតិយ៉ាងមកធ្វើជារបស់ខ្លួនតែម្ដងព្រាហ្មណ៍បុរាហិតក៏ឃើញឱកាសល្អកំចាត់ព្រះសទ្ធនដោយញុះញង់ឲ្យព្រះសទ្ធនដឹកនាំទ័
ទ័ពចេញមកច្បាំងនៅក្នុងសង្គ្រាមនេះដោយផ្ទាល់ព្រះសុថន្ទដែលមិនបានគិតអ្វីច្រើនក៏យល់ព្រមចេញមកច្បាំងដើម្បីការពារនគររបស់ព្រះអង្គទើបត្រូវលានាងមនោរាដើម្បីចេញទៅច្បាំងរហូតដល់កន្លងផុតទៅជាច្រើនខែកងទ័ពរបស់ព្រះសុថន្ទនៅតែមិនអាចយកឈ្នះសត្រូវបានព្រោះព្រាហ្មណ៍ចាស់បានបញ្ជូនកូនប្រុសរបស់ខ្លួនទៅចរចាជាមួយនឹងព្រះអនន្តរាជដើម្បីធ្វើជាចារបុរសឲ្យសត្រូវរហូតដល់ថ្ងៃមួយព្រះអង្គអាទិត្យវង្សាយល់សុបិនចម្លែកទើបនាំយកសុបិននេះទៅពិគ្រោះជាមួយនឹងព្រាហ្មណ៍ចាស់ពេលព្រាហ្មណ៍ចាស់ពិនិត្យមើលក៏ដឹងថាយល់សុបិនចម្លែកនេះគឺជារឿងល្អប៉ុន្តែគាត់បែរជាមើលឃើញឱកាសហើយក៏ប្រញាប់កែប្រែទំនាយភ្លាមរួចទូលព្រះអាទិត្យវង្សាថាសុបិននេះជាប្រពន្ធនរអាក្រក់ថានគរឧត្តរបញ្ចាកំពុងជួបគ្រោះកាចត្រូវតែធ្វើពិធីបូជាយញ្ញមនុស្សគន្ធពទើបអាចធ្វើឲ្យនគររួចផុតពីវិបត្តិនេះបានហើយមនុស្សគន្ធពនៅក្នុងនគរនេះគឺមានតែម្នាក់ប៉ុណ្ណោះគឺនាងមនោរាទោះបីជាព្រះអង្គអាទិត្យវង្សាបដិសេធមិនព្រមធ្វើក៏ដោយប៉ុន្តែព្រាហ្មណ៍នៅតែព្យាយាមលួងលោមព្រះមហាក្សត្រឲ្យគិតដល់សេចក្តីសុខរបស់ប្រជាជនធំជាងសេចក្តីសុខរបស់ព្រះរាជបុត្រតែមួយអង្គធ្វើឲ្យព្រះអាទិត្យវង្សាគិតយ៉ាងខ្លាំងនិងវង្វេងជឿព្រមឲ្យព្រាហ្មណ៍រៀបចំពិធីបូជាយញ្ញភ្លាមៗព្រះនាងចន្ទ្រាទេវីក៏ព្យាយាមចូលទៅហាមស្វាមីដែរប៉ុន្តែព្រាហ្មណ៍ចាស់មិនបើកឱកាសឲ្យនាងចូលទៅគាល់ដើម្បីបដូរព្រះទ័យស្វាមីឡើយពិធីបូជាយញ្ញក៏ត្រូវបានរៀបចំឡើងដោយមិនអាចជៀសបានមនោរាបានត្រឹមតែយោងសោរបស់ខ្លួនដែលចូលទៅកាន់ទីលានបូជាយញ្ញទាំងទឹកភ្នែកទាំងមិនទាន់មានឱកាសលាព្រះសុថន្ទផងពេលមនោរាឃើញថាពួកមនុស្សខុសខើនាងក៏គិតរឹកល្បិចរត់គេចខ្លួនមនោរាបានប្រើឧបាយកលសូមពាក់ស្លាបនិងកន្ទុយកណរីដើម្បីរំថ្វាយព្រះអង្គអាទិត្យវង្សានិងព្រះនាងចន្ទ្រាទេវីជាលើកចុងក្រោយមុនពេលដែលនាងស្លាប់ព្រះរាជាទាំងពីរអង្គនិងបរិពារទាំងអស់ក៏ចាញ់បោកឲ្យនាងពាក់ស្លាបនិងកន្ទុយរាំនៅកណ្ដាលទីលានពិធីក្បាច់រាំរបស់នាងកណរីបានតែទាញគ្រប់ប្រសាភ្នែកឲ្យសម្លឹងមកនាងតែម្នាក់នៅពេលនោះមនោរាក៏សន្ធោស្លាបយ៉ាងខ្លាំងហើយហោះហើរទៅលើអាកាសស្រែកលាគ្រប់គ្នានៅក្នុងនគរមនុស្សរួចក៏ហោះរត់គេចខ្លួនភ្លាមមនោរាហោះកាត់ផ្ទៃមេឃសម្ដៅទៅកាន់ភ្នំក្រៃឡាជានគរកំណើតរបស់នាងប៉ុន្តែនៅតាមផ្លូវនាងបានឃើញព្រះឥសីតសបៈនៅខាងក្រោមក៏ចុះទៅជួបហើយរៀបរាប់រឿងរ៉ាវទាំងអស់ដែលបានកើតឡើងប្រាប់ឥសីឲ្យបានជ្រាបមុននឹងផ្ដាំឥសីកសបៈជួយហាមឃាត់ព្រះសុថន្ទកុំឲ្យតាមនាងទៅនគរកណោជាដាច់ខាតព្រោះផ្លូវទៅកាន់នគរកណោវាលំបាកពេកដែលមនុស្សអាចឆ្លងកាត់ទៅដល់បានប៉ុន្តែប្រសិនបើព្រះសុថន្ទនៅតែរឹងរូសចង់ធ្វើដំណើរទៅកាន់នគរកណោមនោរាក៏ផ្ដាំទៅព្រះឥសីឲ្យជួយចង្អុលផ្លូវឲ្យព្រះសុថន្ទផងក្រៅពីនេះនាងក៏បានផ្ញើស្លឹកឈើចាគមភាសាវិសេសក្រណាត់កំពើលនិងចិញ្ចៀនប្រចាំខ្លួនទុកឲ្យព្រះឥសីដើម្បីប្រគល់ឲ្យព្រះសុថន្ទនៅពេលអនាគតក្រោយមកមនោរាក៏លាព្រះឥសីត្រឡប់ទៅកាន់នគរកណោទៅកាន់រង្វង់ដៃឪពុកម្ដាយរបស់នាងនិងបងស្រីទាំង6នាក់របស់នាងបានសម្រេចគ្រប់គ្នាសប្បាយចិត្តយ៉ាងខ្លាំងដែលបាននាងមនោរាត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពប៉ុន្តែយោងតាមច្បាប់កណរីដែលរស់នៅក្នុងនគរមនុស្សអស់រយៈពេលជាយូរត្រូវធ្វើពិធីលាងក្លិនខ្លួនមនុស្សនៅខាងក្រៅនគរអស់រយៈពេល7ឆ្នាំ7ខែនិង7ថ្ងៃទើបអាចត្រឡប់មករស់នៅក្នុងនគរកណោវិញបានព្រះអង្គបទុមរាជក៏រៀបចំសាងសង់ប្រាសាទឲ្យមនោរាឲ្យទៅរស់នៅជាមួយបរិពារនៅខាងក្រៅនគររហូតដល់គ្រប់កំណើតទើបអាចត្រឡប់មករស់នៅក្នុងនគរកណោដោយដើមវិញងាកមកនគរឧត្តរបញ្ចាវិញក្រោយពីមនោរាហោះរត់គេចខ្លួនបាត់ទៅនគរទាំងមូលក៏ពោពេញទៅដោយភាពសោកសៅក្រៀមក្រំឯព្រះសុថន្ទដែលមិនបានដឹងរឿងអ្វីសោះក៏បំពេញកាតព្វកិច្ចច្បាំងទាំងអស់ពីព្រះកម្លាំងរហូតដល់ទីបំផុតទទួលបានជ័យជំនះនិងធ្វើដំណើរត្រឡប់ចូលមកនគរវិញភាពសប្បាយរីករាយរបស់ព្រះសុថន្ទក៏ត្រូវរលាយបាត់ភ្លាមក្រោយពេលដឹងថាមនោរាត្រូវគេចាប់បូជាយញ្ញហើយហោះរត់គេចខ្លួនបាត់ទៅព្រះអង្គខ្លាចនឹងព្រាហ្មណ៍ចាស់ជាខ្លាំងបញ្ជាឲ្យព្រាហ្មណ៍កំឡោះជាទីស្និទ្ធស្នាលរបស់ព្រះអង្គមកទីសុបិនរបស់ព្រះអង្គអាទិត្យវង្សាម្ដងទៀតរហូតដល់បញ្ជាក់បានថាព្រាហ្មណ៍ចាស់បានភូតព្រះមហាក្សត្រដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនពេលព្រះអាទិត្យវង្សាដឹងសេចក្តីពិតហើយក៏មានប្រតិសោកស្ដាយជាខ្លាំងប្រញាប់ចាប់យកព្រាហ្មណ៍ចាស់មកសួរចម្លើយភ្លាមហើយឲ្យព្រះសុថន្ទទៅសួរចម្លើយកូនប្រុសរបស់ព្រាហ្មណ៍ចាស់ផងព្រោះសង្ស័យថាគាត់ជាចារបុរសពេលចេញទៅច្បាំងរហូតដល់ទីបំផុតឪពុកកូនទាំងពីរនាក់ក៏ព្រមសារភាពសេចក្តីពិតទាំងអស់ពួកគេក៏ត្រូវបានកាត់ទោសប្រហារជីវិតភ្លាមប៉ុន្តែព្រះសុថន្ទមិនចង់ឲ្យមានវេរកម្មតទៅទៀតទេព្រះអង្គក៏សូមបន្ថយទោសឲ្យនៅត្រឹមនិរទេសពួកគេចេញពីនគរអស់មួយជីវិតក្រោយពីរឿងរ៉ាវដ៏ច្របូកច្របល់ទាំងអស់បានបញ្ចប់ទៅព្រះសុថន្ទដែលនៅតែស្រឡាញ់និងនឹករលឹកទៅដល់នាងមនោរាជានិច្ចព្រះអង្គក៏មិនអាចធ្វើអ្វីបានឡើយយកតែព្រះទ័យជាប់ជំពាក់ទៅនឹងការតាមរកមនោរាតែម្នាក់ឯងព្រះអង្គបានធ្វើដំណើរទៅសុំជំនួយពីព្រានបុណ្យដើម្បីឲ្យជួយនាំផ្លូវទៅនគរកណោនៅក្នុងព្រៃហមពៀនដែលព្រានបុណ្យក៏យល់ព្រមជួយយ៉ាងពេញទំហឹងប៉ុ
ប៉ុន្តែព្រានបុនអាចនាំផ្លូវព្រះសុទ្ធនទៅដល់ត្រឹមតែស្រះអនត្តៈប៉ុណ្ណោះផ្លូវបន្តព្រះសុទ្ធនត្រូវតែរកដោយខ្លួនឯងពេលទៅដល់ទីកន្លែងហើយព្រះសុទ្ធនក៏ធ្វើដំណើរបន្តទៅក្នុងព្រៃហមពៀនតែម្នាក់ឯងមិនរៀថយរហូតដល់បានជួបទៅនឹងព្រះឥសីកសបៈនៅកណ្ដាលព្រៃព្រះឥសីក៏បានរៀបរាប់ពីពេញដែលនាងមនោរាបានផ្ដាំទុកឲ្យព្រះអង្គបានជ្រាបព្រះសុទ្ធនជ្រើសរើសមិនស្ដាប់ពាក្យហាមឃាត់របស់គូស្នេហ៍ប៉ុន្តែជ្រើសរើសយកមធ្យោបាយទៅតាមរកនាងមនោរាឲ្យទាល់តែឃើញពេលព្រះសុទ្ធនមានប្រតិយ៉ាងដូចនេះព្រះឥសីក៏ឲ្យព្រះអង្គស្នាក់នៅជាមួយសិនដើម្បីឲ្យព្រះសុទ្ធនបានរៀនសូត្រពីវិធីការពារខ្លួនក្នុងព្រៃអាត់កំបាំងដែលនឹងត្រូវជួបប្រទះនៅខាងមុខព្រះសុទ្ធនសិក្សាផ្លូវដែលឥសីប្រាប់រហូតចាំជាប់ព្រះតីរៀនប្រើស្លឹកឈើចាមុនប្រើម្សៅវិសេសនិងរៀនរឹតអំណាចផ្សេងៗរបស់កណាត់កំពូលរហូតស្ទាត់ជំនាញរហូតដល់ព្រះសុទ្ធនទ្រង់ព្រះរាជហឫទ័យថារួចរាល់ហើយព្រះអង្គក៏ក្រាបលាព្រះឥសីធ្វើដំណើរសម្ដៅទៅកាន់ព្រៃពឹសដ៏គ្រោះថ្នាក់ឆ្លងកាត់ទៅដល់ទឹកដីព្រៃយក្សដែលដើមឈើគ្រប់ដើមសុទ្ធតែមានស្លឹកធំៗអាចបិទបាំងដំរីទាំងមូលបានហើយការឆ្លងកាត់ព្រៃនេះមិនមែនជារឿងងាយស្រួលឡើយព្រះសុទ្ធនក៏លាក្រណាត់កំពូលក្រហមដែលទ្រង់យកមករុំព្រះកាយទុកដើម្បីលបួងឲ្យសត្វក្រូចដ៏ធំសម្បើមចុះមកឆាបយកព្រះកាយរបស់ព្រះអង្គឡើងទៅលើអាកាសហើយវាក៏បានផលពិតមែនសត្វយក្សឆាបនាំព្រះកាយរបស់ព្រះអង្គហោះកាត់ព្រៃឈើយក្សបានសម្រេចពេលព្រះសុទ្ធនរត់គេចផុតពីសត្វក្រូចហើយព្រះអង្គត្រូវប្រឈមនឹងដំរីដ៏កាចសាហាវព្រះអង្គសុទ្ធនក៏យកម្សៅវិសេសមកលាបពេញព្រះកាយធ្វើឲ្យដំរីឈប់វាយប្រហារព្រោះធំក្លិនម្សៅវិសេសរហូតវិលមកក្រោយពីព្រះសុទ្ធនរត់គេចពីយក្សធំបានហើយព្រះអង្គក៏បានមកជួបនឹងច្រកភ្នំចម្លែកដែលតែងតែរំកិលចូលគ្នាជានិច្ចបើវង្វេងចូលទៅនឹងត្រូវច្រកភ្នំនេះគៀបរហូតដល់ស្លាប់ព្រះសុទ្ធនក៏យកស្លឹកឈើចាគុំមកសូត្រដោយព្រះតីមកមួនលៀមនោះច្រកភ្នំចម្លែកក៏រំកិលមួយសន្ទុះព្រះសុទ្ធនក៏ប្រញាប់រត់កាត់ច្រកភ្នំយ៉ាងលឿនហើយចុងផ្លូវនោះនាងមេអំបៅសមុទ្រជាយក្សស្រីដ៏កាយសាហាវក៏ស្ទុះមកធ្វើបាបព្រះសុទ្ធនពេលព្រះអង្គឆ្លងផុតច្រកភ្នំនេះព្រះសុទ្ធនក៏ប្រញាប់តាំងស្មារតីរួចប្រើវិជាធ្នូកម្ចាត់នាងមេអំបៅសមុទ្ររហូតដល់ស្លាប់មុននឹងបន្តដំណើរទៅវាលស្មៅជាកន្លែងដែលពោពេញទៅដោយស្មៅខៀវស្រងាត់ប៉ុន្តែស្លឹកស្មៅទាំងនោះស្រួយដោយកំបិតត្រៀមការអ្វីៗគ្រប់យ៉ាងដែលឆ្លងកាត់ចូលទៅព្រះសុទ្ធនក៏ដោះស្រាយបញ្ហាដោយសូត្រមន្តប្រាខ្លាយក្រណាត់កំពើលជាគ្រឿងសឹករួចប្រើព្រះខ័ណ្ឌកាត់ស្មៅការដែលស្រួយឲ្យរាបស្មើមុននឹងដើរឆ្លងកាត់ទៅដល់ភ្នំប្រាក់ភ្នំមាសព្រះសុទ្ធនត្រូវឡើងភ្នំដើម្បីប្រយុទ្ធនឹងយក្សដ៏អាក្រក់គួរឲ្យខ្លាចប៉ុន្តែព្រះសុទ្ធនក៏អាចសម្លាប់យក្សនោះបានទោះជាយ៉ាងណាក្តីឧបសគ្គរបស់ព្រះសុទ្ធននៅតែមិនទាន់ចាប់ត្រឹមនេះទេព្រះអង្គត្រូវមកជួបនឹងទន្លេពឹសដ៏ធំល្វឹងល្វើយរាំងផ្លូវនៅទីនោះមានពស់ថ្លាន់ដ៏ធំមួយក្បាលដែលមិនអនុញ្ញាតឲ្យមនុស្សណាម្នាក់ឆ្លងកាត់ទន្លេពឹសរបស់វាជាដាច់ខាតព្រះសុទ្ធនក៏ចូលទៅប្រយុទ្ធនឹងពស់ថ្លាន់នោះដោយប្រើឫទ្ធិអំណាចនៃវត្ថុពិសេសទាំងឡាយនិងជំនាញបាញ់ធ្នូដ៏ពូកែរបស់ព្រះសុទ្ធនធ្វើឲ្យការប្រយុទ្ធនេះពស់អាក្រក់ជាអ្នកចាញ់ត្រូវព្រួញស្រួចចាក់រហូតដល់សម្លាប់ខ្លួនពស់ថ្លាន់ដេកបាត់បែនរហូតដល់ត្រៃម្ខាងនៃទន្លេពឹសខ្លាចជាស្ពានឲ្យព្រះសុទ្ធនដែលឆ្លងកាត់ដោយសុវត្ថិភាពដំណើរផ្សងព្រេងរបស់ព្រះសុទ្ធនដែលបានរៀបរាប់មកទាំងនេះបានចំណាយពេលវេលាជាង7ឆ្នាំ7ខែទៅហើយរហូតដល់ព្រះសុទ្ធនធ្វើដំណើរមកដល់ព្រៃផ្ដៅយក្សព្រះអង្គក៏ឡើងទៅលើចុងឈើហើយផ្ទុំសម្រាប់ព្រះកាយដើម្បីធ្វើដំណើរបន្តនៅព្រឹកស្អែកទៀតដែលនៅពីលើព្រះសិរសារបស់ព្រះអង្គមានសបុកបក្សីមួយហ្វូងរស់នៅហើយពួកវាកំពុងនិយាយគ្នាថាឥឡូវនេះមនោរាដែលរស់នៅខាងក្រៅនគរកណោដើម្បីលាងក្លិនខ្លួនមនុស្សនាងបាននៅខាងក្រៅនគរគ្រប់កំណត់7ឆ្នាំ7ខែនិង7ថ្ងៃហើយស្អែកនឹងមានពិធីបូជាយញ្ញហើយមានអាហារឲ្យបក្សីយក្សស៊ីចាច័នពួកវាក៏យល់ព្រមគ្នាថានឹងនាំគ្នាហោះទៅរកចំណីនៅក្នុងនគរកណោពេលព្រះសុទ្ធនឮដូច្នេះក៏សប្បាយព្រះទ័យយ៉ាងខ្លាំងព្រះអង្គរងចាំឱកាសដែលពួកបក្សីយក្សដេកលក់នៅពេលយប់ជ្រៅដើម្បីលួចជ្រៀតព្រះកាយចូលទៅក្នុងរោមបក្សីហើយរៀបចំចងព្រះកាយព្រះអង្គជាប់នឹងរោមបក្សីយក្សរហូតដល់ព្រឹកឡើងពួកបក្សីយក្សក៏ហោះទៅលើអាកាសទៅដល់ស្រះទឹកមួយនៅខាងក្រៅនគរកណោនៅទីនោះនាងកណោរីជាអ្នកបម្រើរបស់កំពុងនាំគ្នាដងទឹកដាក់ក្អមដើម្បីយកទៅស្រោចស្រពឲ្យមនោរាមុននឹងចូលទៅនគរកណោវិញព្រះសុទ្ធនក៏ប្រញាប់រត់គេចពីពួកយក្សបក្សីរួចទៅពួននៅក្បែរនោះមុននឹងផ្គុំដៃអធិដ្ឋានថាបើព្រះអង្គជាគូព្រេងរបស់នាងមនោរាពិតប្រាកដមែនសូមឲ្យក្អមទឹករបស់នាងកណោរីណាមួយលើកមិនរួចប្រាកដមែនមានកណោរីម្នាក់លើកក្អមទឹកមិនរួចមែននាងកណោរីនោះមិនដឹងថាត្រូវធ្វើដូចម្តេចទេងាយឆ្វេងងាយស្ដាំឃើញតែព្រះអង្គសុទ្ធននៅក្រោមដើមឈើធ្វើរឹកពីលាក់មុខមាត់ដោយខ្លួនជាទេវតារក្សាព្រៃនាងកណោរីក៏ចូលទៅសុំជំនួយព្រះសុទ្ធនក៏ធ្វើពុតជាធ្វើពិធីរួចលួចដាក់ចិញ្ចៀនរបស់នាងមនោរាចូលទៅក្នុងក្អមព្រមទាំងអធិដ្ឋានថាសូមឲ្យចិញ្ចៀននេះពាក់
ចូលរៀបដៃរបស់នាងមនោរាតែម្នាក់ប៉ុណ្ណោះបន្ទាប់មកក៏ឲ្យនាងកណរីសាក់លបងលើកអមបន្ទឹកម្ដងទៀតពេលនោះនាងអាចលើកអមទឹករួចពិតមែននាងកណរីនោះក៏ថ្លែងអំណរអគុណដល់ព្រះសុថនរួចក៏ប្រញាប់ទៅកាន់ពិធីស្រែកស្រោបភ្លាមនាងក៏មកដល់ចុងក្រោយគេពេលនាងចាក់ទឹកពីក្អមស្រែកលើព្រះកាយរបស់មនោរាចិញ្ចៀនដែលព្រះសុថនលួចដាក់ក៏ធ្លាក់ចូលទៅពាក់នៅម្រាមដៃកូនរបស់នាងមនោរាយ៉ាងសមឥតខ្ចោះពេលមនោរាឃើញចិញ្ចៀនក៏សប្បាយចិត្តយ៉ាងខ្លាំងនាងដឹងភ្លាមថាព្រះសុថនបានធ្វើដំណើរមករកនាងហើយមនោរាក៏មិនបង្អង់យូរប្រញាប់បដូរគ្រឿងប្រដាប់ហើយចូលទៅក្នុងនគរកណោរួចទូលព្រះអង្គបតុមរាជនិងព្រះនាងកែវកេសនីភ្លាមថាស្វាមីជាមនុស្សរបស់នាងបានធ្វើដំណើរឆ្លងកាត់ទឹកដីដ៏គ្រោះថ្នាក់ផ្សេងរហូតមកដល់នគរកណោបានសម្រេចហើយព្រះអង្គបតុមរាជដែលបានលើកដូច្នេះស្ទើរតែមិនជឿព្រោះមិនដែលមានមនុស្សណាម្នាក់អាចឆ្លងកាត់គ្រោះថ្នាក់មកដល់ទីនេះបានសូម្បីតែម្នាក់ព្រះអង្គបតុមរាជឲ្យគេទៅអញ្ជើញព្រះអង្គសុថនមកគាល់ពេលព្រះសុថនមកដល់ព្រះអង្គបតុមរាជក៏សរសើរតែព្រះអង្គសុថនទ្រង់ព្យាយាមយ៉ាងខ្លាំងរហូតមកដល់នគរកណោបានសម្រេចប៉ុន្តែមុននឹងព្រះអង្គសុថនបានជួបនឹងព្រះរាជបុត្រីរបស់ព្រះអង្គបតុមនិងសំសាលបងស្នេហារបស់ព្រះសុថនសិនព្រះអង្គបតុមបាននិមិត្តបងស្រីទាំង6នាក់របស់នាងមនោរាឲ្យមានរូបរាងនិងព្រះភ័ក្ត្រដោយមនោរាគ្រប់ប្រការរួចឲ្យនាងដើររំលាបគ្នាចេញមកឲ្យព្រះសុថនចង្អុលថាអ្នកណាជាមនោរាពិតប្រាកដនាងទាំង7នាក់នោះដូចគ្នាទាំងស្រុងទាំងទឹកមុខសម្លៀកបំពាក់ជាជានៅម្រាមដៃកូនសូម្បីតែកាយវិការក៏ដូចគ្នាខ្លាំងដែរធ្វើឲ្យព្រះសុថនទាល់ច្រកមិនដឹងថាអ្នកណាជាមនោរាពិតប្រាកដឡើយហើយសេចក្តីលំបាករបស់ព្រះសុថនក្នុងគ្រានេះបានធ្វើឲ្យបល្ល័ង្ករបស់ព្រះឥន្ទនៅឋានសួគ៌រឹងរិតរង្គើតែខ្លាំងព្រះឥន្ទក៏ត្រូវប្រញាប់ចុះមកជួយព្រះសុថនដោយលេចព្រះកាយឲ្យព្រះសុថនឃើញតែមួយអង្គរួចក៏បញ្ជូនសញ្ញាប្រាប់ព្រះសុថនថានឹងក្លែងព្រះកាយជារុយហោះវិលជុំវិញព្រះសិរសារបស់នាងមនោរា3ជុំពេលព្រះសុថនឃើញរុយហោះវិលជុំវិញព្រះសិរសានាងមនោរាពិតប្រាកដហើយព្រះអង្គក៏ចង្អុលចូលទៅចាប់ដៃនាងឲ្យបានសម្រេចអ្នកនគរកណោបាននាំគ្នាសម្ដែងសេចក្តីរីករាយចំពោះស្នេហារបស់អ្នកទាំងពីរមានរៀបចំពិធីអភិសេកឲ្យអ្នកទាំងពីរម្ដងទៀតនៅនគរកណោពេលចាប់ពិធីអ្នកទាំងពីរក៏រស់នៅក្នុងនគរកណោជាមួយគ្នាមួយរយៈរហូតដល់ព្រះសុថននៅដល់នគររបស់ព្រះអង្គព្រះសុថនក៏សូមអនុញ្ញាតនាំនាងមនោរាត្រឡប់ទៅនគរឧត្តបញ្ចាវិញព្រះអង្គបតុមរាជនិងព្រះនាងកែវកេសនីក៏ឆ្លៀតឱកាសនេះឲ្យទៅសួរសុខទុក្ខប្រជាជនឧត្តបញ្ចាចាប់តាំងពីពេលនោះមកនគរឧត្តបញ្ចានិងនគរកណោក៏ក្លាយទៅជាសម្ព័ន្ធមិត្តនឹងគ្នាមានទំនាក់ទំនងល្អនឹងគ្នាតាមរយៈខ្សែចំណងស្នេហារបស់ព្រះសុថននិងនាងមនោរាមិនយូរប៉ុន្មានក្រោយមកព្រះអង្គអាទិត្យវង្សាក៏សាងភ្នោះជះចេញទៅរស់នៅក្នុងព្រៃព្រះអង្គក៏លះបង់បល្ល័ង្កប្រគល់នគរឧត្តរបញ្ជាឲ្យព្រះអង្គសុថននិងមនោរាបានជួយគ្នាគ្រប់គ្រងនគរបន្តទៅមុខទៀតយ៉ាងមានសុភមង្គលនេះហើយគឺជារឿងរ៉ាវនៃការចូលព្រៃជំនះឧបសគ្គរបស់ព្រះអង្គសុថនដើម្បីតាមរកស្នេហាពីនាងមនោរាដែលខ្ញុំបាននាំមកជូនអ្នកទាំងអស់គ្នានៅថ្ងៃនេះប្រសិនបើមានកន្លែងណាមួយខុសឆ្គងឬខ្វះខាតត្រង់ណាខ្ញុំនិងក្រុមការងារសូមអភ័យទោសផងបើសិនចូលចិត្តវីដេអូបែបនេះសូមកុំភ្លេចចុច like subscribe ដើម្បីលើកទឹកចិត្តដល់ក្រុមការងារយើងខ្ញុំផលិតវីដេអូថ្មីៗបន្ត